chẳng sập nạp sport này cứ bây giờ dạy vì số snap cứ odd full vì odd full bánh nhé cái khang infotainment thành nó cứ tụt mà tu chiêng và tí tình nghĩa mà cây không chiêng trẻ và nít tập đi tệ mà anh ấy nơi cách đây lại tế bờ sân về tí tình nghĩa bao cái cái lấy lại chuyện này biết tu trẻ tu hay cho nó đà khó khăn một tiền nó cứ chỉ kiêng hàng một vòng ôn mà chẳng chỉ kiêng sập nạp sport cứ mình phở cột tê táp phở chỉ pool mơ nhưng mà phi ngày tới khơi buôn căng tái việt phở cột cái bạn cái này tí tình nghĩa cứ cái phở cột vì mình cột pi muối pi trẻ bờ sân chỉ Everest Sport cứ viện miền nàyต้องចុចឲ្យអាកៅទី3ហ្នឹងឡើងមកអូតូទេសួស្តីបងប្អូនពេលទៅចំហៅតកលិសនៈគ្នាបាននេះគឺជារថយន្ត Ford Everest Sport បងប្អូនមីងអញ្ចឹង Ford Everest គឺមាន2បាទគឺមាន Everest Sport ហើយក៏ដូចជា Titanium អញ្ចឹងសម្រាប់ Sport នេះគឺបើយើងនិយាយពីឲ្យសួរ Snap គឺអត់ full វាអត់ full ពេញណាបើ Titanium មិន full ពេញបាទអញ្ចឹងសម្គាល់កន្លែងអត់ full ពេញហ្នឹងគឺវាមាន2ទី1មកកន្លែងមើលអេក្រង់ខាងក្នុងយើងមើលអេក្រង់ infotainment ខាងក្នុងគឺទូចបាទទូចជាងអាទីតនាមទូចជាងបាទទីតនាមមកគេធំជាងចែបាទនេះតែប៉ុណ្្នេះទេបាទហើយដល់ពេលចកលេខអញ្ចឹងដែរចកលេខអានេះនៅកាច់ដៃឡើយទេបើសិនជាទីតនាមរបស់គេចកលេខអេឡិចត្រូនិកវាទូចចែទូចហើយវាប្រើភ្លើងបាទនេះមេកានិកធម្មតាហើយចំណុចដែលខុសគ្នាមួយទៀតនេះគឺជាគៀងខាងមុខបងប្អូនបាទអញ្ចឹងជាគៀងសម្រាប់ sport គឺអត់មានប្រើកុចទេតែប្រើជាអំពូលមើលយើងមើលពីចង្ងាយទៅឃើញ4កង់តែវាប្រើកុចទេបាទឃើញទេតែបើសិនជាប្រភេទទីតានាមគឺគេប្រើកុចវាមានកុច2ចែអញ្ចឹងអា sport គឺអត់មានទេបាទអញ្ចឹងអានេះគឺជាភាពខុសគ្នារវាង sport ហើយនិងទីតានាមផងដែរបងប្អូនឃើញទេបាទអញ្ចឹងយើងមើលមកគឺភ្លើងវាភ្លឺជាចានវិញបាទជាចានវិញណាវាមិនមែនគឺជាកុចទេដោយសារវាមានកុចទេអញ្ចឹងណាខុសគ្នាផងហ្នឹងហើយអ្វីដែលសំខាន់បាទសម្រាប់ Everest Sport គាត់ជើងដាក់កម្រាលជើងសម្រាប់កម្រាលជើងគឺនេះគឺខាងក្រោយនេះបងប្អូនបាទខ្ញុំបង្ហាញគឺខាងក្រោយឲ្យមើលមុនគេតែម្ដងទៅអញ្ចឹងដោយសារតែនេះបើសិនជា Everest Sport គឺវាអត់មានបតុងចុចឲ្យអាកៅជួរទី3ហ្នឹងឡើងមកអូតូទេបាទអត់មានទេយើងត្រូវទាញដៃបាទទាញដៃទាំងសងខាងបាទហើយបើសិនជាកម្រាលជើងដែលដាក់ទៅវាមិនមានស្តង់ដាក៏ដូចជាបច្ចេកទេសក្នុងការដែលឲ្យអតិថិជនគាត់ងាយស្រួលនៅក្នុងការប្រើប្រាស់គឺកន្លែងហ្នឹងគឺនៅពេលដែលអតិថិជនគាត់លើកឡើងដាក់ចុះគឺរំខានគាត់មែនតើគាត់ទៅសេរីឡើងវិញចំណិចហើយឬមួយក៏អត់មានចោះជាមួយនឹងកន្លែងឲ្យគាត់ទាញលើកដៃនេះកន្លែងដែលបងប្អូនកាមេរ៉ាចាប់ចិត្តនេះឃើញទេសម្រាប់ហាងអូតូសិនគឺយើងមានឃើញទេធ្វើដូចគម្របអញ្ចឹងបាទឃើញទេដល់ពេលយើងអត់ប្រើវាយើងដាក់អឹបចែវាមាន2សងខាងបាទគម្របណានេះអានេះគឺកន្លឹះយើងទាញស្អីឡើងចែអញ្ចឹងយើងធ្វើគឺស្តង់ដារឲ្យស្អាតតែបងប្អូនមានឃើញទេបាទគឺគេមានគម្របរបស់គេមើលទៅបើយើងអត់ទាញឡើងគឺពេញស្អាតដល់ពេលយើងទាញឡើងយើងគ្រាន់តែឆ្កឹះកន្លែងច្អូននេះមកយើងទាញមកចេះមកគឺងាយស្រួលមែនតើបាទឃើញទេបាទហើយចាំខ្ញុំឲ្យបុគ្គលិកខ្ញុំគាត់ទាញឡើងចុះទាញអីជួយ3ឡើងចុះឲ្យអញ្ចឹងដល់ពេលដែលយើងទាញឡើងទាញចុះបាទឃើញទេបងប្អូនបាទទាញឡើងកម្រាលជើងគឺវានៅតែរក្សាទីតាំងដើមដូចជាសកម្មភាពរបស់វានៅដដែលដាក់ចុះវិញអញ្ចឹងមិនថាតែយើងទាញឡើងដាក់ចុះប្រហែល10ដងទេបាទគឺកម្រាលជើងគឺវានៅតែរក្សាសកម្មភាពដូចជាទីតាំងដើមរបស់វានៅដដែលដែរបាទយើងអត់មានត្រូវទៅសេរីវាទេហើយសូម្បីតែអាខ្សែនេះក៏ចឹងដែរបាទខ្សែនេះគឺអាស៊ីនរបស់គេគឺមានបកបិទតែយើងដាក់ឲ្យបកបិទមានបកបិទអញ្ចឹងបានផងដែរបាទឃើញទេបងប្អូនបាទគឺអត់មានធ្លាក់ឲ្យយើងញ៉ាយទេគ្រាន់តែដាក់កម្រាលជើងបាទឃើញទេបងប្អូនបាទគឺវានិយាយរំទៅយើងធ្វើមិនឲ្យអតិថិជនបាទគឺស្អាតខ្លាំងអញ្ចឹងតែម្ដងបាទហើយគឺខាងក្រោយនេះក៏យើងនេះរំលេចជាមួយនឹង logo Everest នេះយ៉ាងប្រណិតស្រស់ស្អាតតែម្ដងបាទបងប្អូនមីងខ្មៅសុទ្ធ logo ទៅក្រោយហើយជាក់ស្ដែងអាទូចសងខាងនេះគឺអត់មាននៅក្នុងឈុតទេបាទច្រឡំសងខាងមកខាងឆ្វេងហ្នឹងគឺអត់មាននៅក្នុងឈុតទេប៉ុន្តែយើងថែមជូនអតិថិជនរៀងរាល់ពេលដែលគាត់អញ្ជើញមកដាក់កម្រាលជើងនៅហាងអូតូសិនសម្រាប់ Ford Everest ណាទូចនេះគឺយើងថែមឲ្យស្តង់ដារគឺអត់មានទេបាទអញ្ចឹងតោះទៅមើលជាមួយនឹងកម្រាលជើងខាងមុខវិញហើយសម្រាប់កម្រាលជើងរបស់ហាងអូតូសិនបងប្អូនមានឃើញដោយសារតែ Everest Sport គឺខាងក្នុងគឺពុកអីនេះគឺខ្មៅសុទ្ធតែម្ដងអញ្ចឹងសម្រាប់ពណ៌កម្រាលជើងអត់រើសទេដាក់ពណ៌អីក៏ត្រូវក៏ស្អាតដែរបាទហើយសម្រាប់អតិថិជនគាត់បានរើសយកពណ៌ខ្មៅសុទ្ធរមិចជាមួយនឹង logo ពណ៌តែក្រូចយ៉ាងប្រណិតតែម្ដងស្រស់ស្អាតខ្លាំងមែនតើអំណាច
ទៀតបាទហើយហ្គេអត់ដល់កូនជាមួយកាមេរ៉ាជើងហើយការប្រើប្រាស់ប្រចាំថ្ងៃរំកិលក្អីសម្រាប់រថយន្តនេះគឺ7អីចឹងរំកិលក្អីបានទាំងខាងកង់ខាង passenger ជួរទី2ក៏រំកិលបានដែរបាទអញ្ចឹងយើងធ្វើតេស្តទាំងអស់តែម្ដងយើងជាយាមធ្វើឲ្យនៅពេលដែលរំកិលក្អីឲ្យរាយក្អីហ្នឹងបុកជាមួយកាមេរ៉ាជើងរួចញ៉ៃញ៉ៃតែវារំខានការប្រើប្រាស់ប្រចាំថ្ងៃរបស់អតិថិជនទេឥឡូវយើងធ្វើតេស្តខិតឯខាងកង់ទៅមុនចឹងដោយសារតែយើងដឹងថារបៀបប្រើប្រាស់របស់យើងប្រចាំថ្ងៃនៅក្នុងការប្រើប្រាស់រថយន្តយើងចូលទៅក្នុងរថយន្តយើងតែងតែរំកិលអីសេរីទីតាំងយើងអង្គុយបាទអញ្ចឹងបើសិនជានៅពេលដែលយើងរំកិលអារ៉ៃអីខាងក្រោមហ្នឹងបុកកាមេរ៉ាជើងវាធ្វើឲ្យកាមេរ៉ាជើងរួញញ៉ៃហើយវារំខានការប្រើប្រាស់មែនតើប៉ុន្តែសម្រាប់ហាងអូតូសិនក៏អត់ទេបងប្អូនម៉ាត់គឺយើងព្យាយាមធ្វើឲ្យអតិថិជនគាត់ងាយស្រួលនៅក្នុងការប្រើប្រាស់គឺឲ្យបុកជាមួយនឹងកាមេរ៉ាជើងរៀងរាល់ពេលដែលគាត់រំកិលទេហើយគឺយើងធ្វើតេស្តគ្រប់ចំណុចទាំងអស់ក្អីទាំងអស់តែម្ដងឲ្យទាំងក្អីណាដែលរំកិលបានបាទឥឡូវយើងរំកិលក្អីខាងកង់ទៅក្រោយអស់ហើយក៏អត់មានឲ្យបុកជាមួយនឹងកាមេរ៉ាជើងដែរហើយមកមើលជាមួយនឹងការធ្វើតេស្តខាត់ក្អីខាង passenger ម្ដងបាទអញ្ចឹងយើងធ្វើតេស្តឲ្យបងប្អូនមីងបានមើលទាំងអស់តែម្ដងបាទក្រោយពេលដែលយើងដាក់កាមេរ៉ាចូលទៅក្នុងរថយន្តអតិថិជនគ្រប់គ្នាតែម្ដងមិនថាតែ Ford Everest នេះទេគឺឲ្យតែយើងដាក់កាមេរ៉ាជើងហើយគឺយើងតែងតែធ្វើតេស្តគ្រប់រថយន្តទាំងអស់តែម្ដងបាទដើម្បីឲ្យច្បាស់ថាកាមេរ៉ាជើងហើយនឹងរាយអីគឺវាអត់បុកកាមេរ៉ាជើងរួញកញ្ញញ៉ងរំខានការប្រើប្រាស់ហើយមកមើលជាមួយនឹងការធ្វើតេស្តខាត់គេខាង passenger ទៅក្រោយវិញអញ្ចឹងនេះគឺជាស្តង់ដារកាមេរ៉ាជើងរបស់ហាងអូតូសិនហើយក៏ដូចជាចំណុចទូចក៏ដូចជាចំណុចធំគឺយើងជួយកាត់គូជូនអតិថិជនរួចជាស្រេចអត់ទៅហើយនៅក្នុងផលិតផលកាមេរ៉ាជើងមួយឈុតនេះបាទអញ្ចឹងបងប្អូនមីងបាច់បារម្ភទេមកដាក់កាមេរ៉ាជើងហាងអូតូសិនបាច់ខ្វាយខ្វល់ឲ្យរឿងចឹងទេគឺយើងកាត់គូជូនបងប្អូនមីងរួចជាស្រេចអត់ទៅហើយបាទហើយសម្រាប់កាមេរ៉ាជើងរបស់ហាងអូតូក្លេសិនគឺសុទ្ធតែជាប្រភេទកាមេរ៉ាជើង2ជាន់ទាំងអស់ជាន់ខាងក្រោមគេនេះយើងហៅថាជាន់ទី1ការប្រើប្រាស់ប្រចាំថ្ងៃអត់ដោះចេញទេយើងຕົកជាប់ជាមួយនឹងបាតឡានយ៉ាងរហូតអ្វីដែលយើងដោះមកសម្អាតបាទគឺជាន់ទី2ដែលរំលេចជាមួយនឹង logo បាទ Everest ពណ៌ទឹកក្រូចនេះយ៉ាងស្រស់ស្អាតមើលទៅប្រណិតអំណាចខ្លាំងមែនទែនបងប្អូនបាទហើយមើលជាមួយនឹងពណ៌កាមេរ៉ាជើងដូចជាពណ៌ខាងក្នុងឡានបាទមើលទៅគឺរបៀបស្អាតរបៀបអំណាចតែម្ដងណាវាខ្មៅសុទ្ធតែម្ដងបាទអញ្ចឹងគឺសំខាន់មែនទែនបាទសម្រាប់កាមេរ៉ាជើងរថយន្តបាទដាក់ខុសគឺឡានអត់ស្អាតដាក់ត្រូវគឺឡានកាន់តែស្អាតលើសពីអាស៊ីនមកគេហ្នឹងគឺធ្វើដងលើសពីធម្មតាតែម្ដងអញ្ចឹងសម្រាប់កាមេរ៉ាជើងរបស់អូតូសិនក្រោយពេលដាក់ចូលទៅគឺត្រូវតែជួយការពារបាតរថយន្តបាទអតិថិជនឲ្យបានល្អខ្លាំងមែនទែនហើយវាលើសពីការពារទៅទៀតវាថែមទាំងជួយលើកសម្រាប់សកម្មភាពនៅខាងក្នុងរថយន្តបានច្រើនធ្វើរថយន្តកាន់តែស្អាតទំនើបទាន់សម័យនឹងតាក់ទាញលើសដើមលើសពីអាស៊ីនរបស់គេដោយបញ្ជាក់ខាងលើអញ្ចឹងបាទគឺធ្វើដងលើសពីធម្មតាតែម្ដងហើយជឿជាក់ថាអតិថិជនក៏ច្បាស់ជាស្រឡាញ់រថយន្តធ្វើដងលើសពីធម្មតាតែម្ដងក្រោយពេលដាក់កាមេរ៉ាជើងដែលជាផលិតផលរបស់ហាងអូតូសិនចូលទៅក្នុងរថយន្តជាទីស្រឡាញ់របស់គាត់ហើយនេះគឺជាឈុត premium ទៀតបាទហើយសម្រាប់កាមេរ៉ាជើងបាទគឺ premium គឺផ្ទៃ logo គឺធ្វើពីស្បែកសុទ្ធគឺស្បែកក្រាស់លេខ1តែម្ដងអូខ្ញុំធ្វើផ្លេចធ្វើតេស្តអីខាងជួរទី2ឲ្យអតិថិជនបានមើលខាត់អីខាងជួរទី2អញ្ចឹងបើយើងខាត់ខាងនោះយើងថតខាងនេះបាទអញ្ចឹងយើងធ្វើតេស្តឲ្យបងប្អូនមីងបានមើលទាំងអស់បាទឃើញទេបាទរ៉ៃអីវាអត់បុកជាមួយនឹងកាមេរ៉ាជើងទេហើយមកតេស្តខាងនេះម្ដងខាត់ខាងនេះម្ដងអញ្ចឹងយើងធ្វើតេស្តឲ្យមើលទាំងអស់តែម្ដងបងប្អូនមីងបងប្អូនមីងបាទឃើញទេបងប្អូនបាទគឺប្រើប្រាស់ទាំង smooth តែម្ដងបាទគឺហើយខាត់អីទៅមុខសិនណាដើម្បីថតជាមួយនឹងក្អីជួរទី3កាមេរ៉ាគាត់ថតជាមួយនឹងក្អីជួរទី3ទៀតបាទលើកក្អីជួរទី3ឡើងហើយយើងថតជាមួយនឹងតំណប់ជួរទី3ឲ្យអតិថិជនបានមើលទៀតអញ្ចឹងយើងថតឲ្យបងប្អូនមីងបានមើលឲ្យអស់តែម្ដងបាទដោយសារតែវាជាប្រភេទរថយន្ត7ក្អីបាទបងប្អូនមីងបាទឃើញទេបងប្អូនបាទនៅពេលដែលយើងលើកអីឡើងទៅគេមានតំណប់ជួរទី3នឹងទៀតណាបាទនេះបងប្អូនបាទគឺស្តង់ដារមែនតើមួយឈុតរបស់គេគឺពីមុខដល់ក្រោយតែម្ដងបាទក្នុងផ្អែកអីជួរទី3តំណប់ជួរទី3ហើយគូតខាងក្រោយនេះបាទគឺមួយឈុតពេញរបស់ Everest តែម្ដងបាទមកក្រោយវិញមកអញ្ចឹងដូចបញ្ជាក់អញ្ចឹងបាទនេះគឺជារថយន្ត Ford Everest Sport បងប្អូនបាទអញ្ចឹងឲ្យតែ Sport អាក្អីជួរទី3នេះគឺទាញដៃទេវាមានចុចអូតូទេណាបាទហើយសម្រាប់កាមេរ៉ាជើងរបស់ហាងអូតូសិនក្រោយពេលដាក់ចូលទៅវាត្រូវតែជួយការអធិស្ឋានបាទគឺយើងតែងតែធ្វើតែពីចំណុចសំខាន់បំផុតមុនគេតែម្ដងទី1គឺហ្គាហើយនឹងកាមេរ៉ាជើងក្តារកលឬមួយក៏កងគ្នាទេបើសិនជារកឃើញថាហ្គាកលកងជាមួយនឹងកាមេរ៉ាជើងគឺយើងអត់លក់ផលិតផលកាមេរ៉ាជើងជូនអតិថិជនយកទៅប្រើប្រាស់ទេដោយសារតែវាពាក់ព័ន្ធជាមួយសុវត្ថិភាពនៅក្នុងការបើកបរផ្លូវចិត្តផ្លូវឆ្ងាយអញ្ចឹងនេះគឺជាទំនុកចិត្តមួយក៏ដូចជាភាពកក់ក្ដៅមួយដែលយើងតែងតែផ្ដល់ជូនអតិថិជនឲ្យគាត់ជើងមកដាក់កាមេរ៉ាជើង
ការពារបាត់រថយន្តហាងអូតូកសិនហើយចំណុចទី2នេះគឺការប្រើប្រាស់ប្រចាំថ្ងៃរំកិលអីមិនថាតែខាងកង់ passenger ជួយទី1ទី2ឬមកទី3ទេបាទឲ្យតែរំកិលបានគឺយើងតែព្យាយាមធ្វើឲ្យរែកអីខាងក្រោមបានបុកជាមួយកាមេរ៉ាជើងរំខានការប្រើប្រាស់ទេបាទទាំងអស់នេះគឺជាស្តង់ដារផលិតផលកាមេរ៉ាជើងដែលលួនហាងអូតូកសិនមិនថាតែរថយន្ត Ford Everest បាទ Sport មួយគ្រឿងនេះទេគឺគ្រប់រថយន្តរបស់ទេជនទាំងអស់គឺយើងតែធ្វើឲ្យមានស្តង់ដារតែមួយចឹងតែម្ដងណាបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានប៉ុណ្ណឹងអរគុណបងប្អូនមីងបើសិនជាមានរថយន្តប្រើប្រាស់កុំភ្លេចជើងដាក់កាមេរ៉ាជើងការពារបាត់រថយន្តនៃហាងអូតូកសិនមកធានាថាមិនឲ្យខកបំណងទេបាទអរគុណច្រើនបាយបាយ